សួស្តីបងប្អូនជាទីស្រឡាញ់ជាទីរាប់អានទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺមានចំណងជើងថាទឹកដោះគោ5ប្រភេទដែលស្ត្រីមានផ្ទៃពោះ3ខែដំបូងគួរជ្រើសរើសទទួលទានល្អគឺសម្រាប់សុខភាពទារកមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំក្នុងរយៈពេល3ខែដំបូងសម្រាប់ស្ត្រីមានផ្ទៃពោះគឺពិតជាពេលវេលាមួយដែលគួរឲ្យប្រុងប្រយ័ត្នច្រើនក្នុងការជ្រើសរើសចំណីអាហារដែលមានគ្រប់នូវអាហារូបត្ថម្ភគ្រប់គ្រាន់ដែលល្អនិងមានប្រយោជន៍ដល់ទារកក្នុងផ្ទៃពិសេសគឺទឹកដោះតែម្ដងថ្ងៃនេះយើងសូមណែនាំអ្នកម៉ាក់នៅទឹកដោះ5ប្រភេទដែលគួរជ្រើសរើសមកទទួលទានសម្រាប់សុខភាពអ្នកម៉ាក់ថ្មីថ្មោងនិងទារកក្នុងផ្ទៃដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ហើយមិនប៉ះពាល់ដល់សុខភាពពេលទទួលទានលក្ខណៈពិសេសទឹកដោះគោដែលបង្កើតឡើងយ៉ាងពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះផ្ដោតលើការបន្ថែមមីក្រូសារជាតិសំខាន់ៗជាច្រើនក្នុងទឹកដោះគោ5ប្រភេទនោះមានដូចជាចំណុចទី1ទឹកដោះគោជូរជាប្រភេទទឹកដោះគោដែលបានផលិតចេញពីទឹកដោះសត្វគោនិងទឹកដោះសត្វពពែឬកែច្នៃទៅជាដោះគោម្សៅប៉ុន្តែត្រូវបានពង្រឹងជាមួយនឹងប្រូតូកូលដែលមានអត្ថប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារដើម្បីជួយស្រូបសារធាតុចិញ្ចឹមពីអាហារប្រចាំថ្ងៃបានល្អអ្នកម្ដាយមានផ្ទៃពោះក្នុង3ខែដំបូងគួរជ្រើសទទួលទានទឹកដោះគោជូរឲ្យបានសមស្របទៅនឹងចំណង់ចំណូលចិត្តនិងគុណភាពក្នុងចំណុះ1ទៅ2ប្រអប់បន្ថែមទៀតក្នុងមួយថ្ងៃឬក៏អាចលាយជាមួយទឹកផ្លែឈើស្រស់ឬញ៉ាំជាមួយផ្លែឈើស្រស់តែម្ដងក៏ល្អចំណុចទី2ទឹកដោះគោស្រស់ទឹកដោះគោស្រស់មួយពែងមានខ្លាញ់ប្រហែល5ក្រាមស្មើនឹង149កាឡូរីស្មើនឹង 20% នៃតម្រូវការខ្លាញ់ប្រចាំថ្ងៃប្រសិនបើរបបអាហារប្រចាំថ្ងៃរបស់អ្នកម្ដាយមានផ្ទៃពោះមានជាតិខ្លាញ់គ្រប់គ្រាន់អ្នកម្ដាយមានផ្ទៃពោះមិនចាំបាច់ផឹកទឹកដោះគោស្រស់ឲ្យទៀងទាត់ទេមានន័យថាទទួលទានក៏បានអត់ក៏បានចំណុចទី3ទឹកដោះគោស្គីមទឹកដោះគោស្គែមគឺស័ក្តិសមបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះក្នុងរយៈពេល3ខែដំបូងមុនពេលឡើងទម្ងន់ព្រោះទឹកដោះគោប្រភេទនេះត្រូវបានផលិតចេញពីទឹកដោះគោដូចគ្នាប៉ុន្តែត្រូវបានកាត់បន្ថយជាតិខ្លាញ់ឆ្អែតតែទឹកដោះគោប្រភេទនេះគឺសម្បូរទៅដោយវីតាមីន A វីតាមីន D និងវីតាមីន E នោះទេផ្ទុយទៅវិញការផឹកទឹកដោះគោប្រភេទនេះមួយថ្ងៃមួយកែវនឹងទទួលបានកាល់ស្យូមច្រើនជាង300មីលីក្រាមនិង80កាឡូរីចំណុចទី4ទឹកសណ្តែកសណ្តែកឬទឹកដោះគោលាយទឹកសណ្តែកគឺជាជម្រើសដ៏ល្អសម្រាប់អ្នកម្ដាយមានផ្ទៃពោះជាច្រើនព្រោះប្រូតេអ៊ីននៃទឹកដោះសណ្តែកបើប្រៀបធៀបទៅនឹងទឹកដោះរបស់ទឹកដោះគោវាមិនមានកូលេស្តេរ៉ុលទេហើយផ្ដល់បរិមាណកាល់ស្យូមល្អសម្រាប់ទារកនិងម្ដាយលើសពីនេះទៀតមានជាតិខ្លាញ់ដែលមានសារធាតុ Polyunsaturated ជួយប្រឆាំងនឹងជំងឺសរសៃឈាមបេះដូងសារធាតុប្រឆាំងអុកស៊ីតកម្មជួយប្រឆាំងនឹងជំងឺមហារីកទឹកដោះគោសណ្តែកមួយកែវផ្ដល់នូវជាតិកាល់ស្យូមរហូតដល់300មីលីក្រាមប្រសិនបើអ្នកម្ដាយជ្រើសរើសយកមកទទួលទានជាជម្រើសដ៏ល្អឥតខ្ចោះសណ្តែកសៀងផ្ដល់នូវបរិមាណបន្លែមានប្រយោជន៍និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់ទារកក្នុងនោះមានអាស៊ីតហ្វូលិកវីតាមីន A វីតាមីន E និងវីតាមីន B12 ចំណុចទី5ទឹកដោះគោពូជទឹកដោះគោប្រភេទធម្មតាឬទឹកដោះគោដែលផ្សំពីគ្រាប់ធញ្ញជាតិក្នុងផលិតផលធម្មជាតិត្រូវបានផលិតទម្រង់រាវហើយអ្នកម្ដាយដែលមានផ្ទៃពោះក្នុងរយៈពេល3ខែដំបូងអាចលាយឬផឹកភ្លាមៗក្រោយចម្អិនដោយខ្លួនឯងផ្សំឡើងពីផ្លែឈើមានដូចជាសណ្តែកសៀងសណ្តែកបៃតងគ្រាប់ល្ងគ្រាប់វ៉លណាត់ទឹកដោះគោនិងផ្លែពោតទាំងនោះមានជីវជាតិច្រើនផងដែរព្រោះគ្រាប់ធញ្ញជាតិគឺជាជម្រើសមួយល្អបំផុតសម្រាប់អ្នកដែលមានប្រតិកម្មអាឡែស៊ី gluten និងប្រូតេអ៊ីនវាមិនមានឆូលេស្តេរ៉ុលនិងខ្លាញ់ឆ្អែតទេគឺសម្បូរទៅដោយជាតិសរសៃអាស៊ីតហ្វូលិកវីតាមីន B វីតាមីន E ប្រូតេអ៊ីនកាល់ស្យូមនិងជាតិដែកមានកាឡូរីទាបនិងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបង្កើនប្រព័ន្ធភាពស៊ាំហើយផ្ដល់កាល់ស្យូម200មីលីក្រាមពីក្នុងវាផងដែរស័ក្តិសមអ្នកម៉ាក់ទទួលទានសម្រាប់សុខភាពទារកក្នុងរយៈពេល3ខែដំបូង